បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីចែករំលែកដល់ពុកម៉ែបងប្អូនបាទហើយវីដេអូនេះគឺខ្ញុំបង្កើតដោយ AI ទេពុកម៉ែបងប្អូនបាទមើលទៅស្អាតមែនទែនបាទដើម្បីធ្វើវីដេអូនេះបានគឺយើងត្រូវមានកម្មវិធី Pinterest បាទតែខ្ញុំបានគូសចំណាំឲ្យពុកម៉ែបងប្អូនមើលបាទហើយពុកម៉ែបងប្អូនអាច download ពីក្នុងកម្មវិធី Play Store បាទនៅក្នុងទូរស័ព្ទដៃ Android បាទពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងបាទហើយខ្ញុំក៏មិនមែនជាអ្នកចេះដឹងទេពុកម៉ែបងប្អូនបាទនេះគឺកន្លែងដែលយើងត្រូវកម្មវិធីនេះយើងសម្រាប់ទាញយករូបភាពស្អាតនៅក្នុងកម្មវិធីនេះពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនអាចជ្រើសរើសរកមើលរូបភាពមួយណាដែលជារូបភាពដែលពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តហើយពុកម៉ែបងប្អូនអាច download យកមកប្រើប្រាស់ដើម្បីជាវីដេអូបាទហើយយើងត្រូវមានកម្មវិធី Pinterest នេះបាទខ្ញុំសោតចេះអង់គ្លេសទេពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអាចមើលបានចំណាំបាននៅពេលដែលខ្ញុំធ្វើបាទឥឡូវខ្ញុំជ្រើសរើសយករូបភាពមួយនេះបាទឥឡូវដល់ពេលខ្ញុំរើសបានរូបភាពមួយពុកម៉ែបងប្អូនចុចចូលនោះបាទគឺពុកម៉ែបងប្អូនឃើញសញ្ញាចុច3បាទដែលខ្ញុំគូសហ៊ុំនេះពុកម៉ែបងប្អូនគ្រាន់តែចុចចំកន្លែងនេះមកពុកម៉ែបងប្អូនបាទហើយសូមអភ័យទោសផងដែលសម្រាប់ការរំខានបាទពុកម៉ែបងប្អូនចុចពាក្យថា download image មកបាទហើយវីដេអូរបស់ខ្ញុំបាទរៀងវែងបន្តិចហើយពុកម៉ែបងប្អូនបាទតែគឺខ្ញុំធ្វើបង្ហាញដល់ពុកម៉ែបងប្អូនបាទក្រោយពេលដែលយើង download បានគឺវាឃើញមានពាក្យថា image download អីលើបាទឃើញខ្ញុំអូសតូម៉ូបាទពុកម៉ែបងប្អូនអាចស្ដាប់ភាសាខ្ញុំបានក៏ស្ដាប់ចប់ស្ដាប់មិនបានក៏មើលតែរូបភាពទៅក៏បានដែរបាទសូមអភ័យទោសដោយសារខ្ញុំនៅតំបន់ជាប់ព្រំដែនធ្វើឲ្យសំឡេងខ្ញុំរៀងរដើនបន្តិចបាទពុកម៉ែបងប្អូនបាទសូមអភ័យទោសផងហើយពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe និង Channel របស់ខ្ញុំបាទនេះផងបាទចុច Like ផងបងប្អូនបាទហើយខ្ញុំមិនសូវចេះនិយាយទេបងប្អូនបាទឥឡូវខ្ញុំយករូបភាពមួយនេះទៀតបាទខ្ញុំថាយករូបភាព3រូបភាពចុះបាន2រូបភាពហើយពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអាចមើលម្ដងមួយបើពុកម៉ែបងប្អូនមិនទាន់អាចចុចមើលម្ដងទៀតបាទពុកម៉ែបងប្អូនបាទហើយខ្ញុំមានបទពិសោធន៍ក្នុងការធ្វើនេះក៏ខ្ញុំឃើញថាពេញចិត្តនៅកម្មវិធីនេះក៏ខ្ញុំលើកមកបង្ហាញដល់ពុកម៉ែបងប្អូនបាទដោយសារពុកម៉ែបងប្អូនខ្លះបានឃើញវីដេអូដែលខ្ញុំផុសទៅគឺគិតទាក់ទាញបាទគិតចូលចិត្តបាទគិតក៏បាន comment មកសួរខ្ញុំបាទថាតើធ្វើដោយរបៀបណាវីដេអូ AI នេះបាទគឺពុកម៉ែបងប្អូនមើលចុះបាទខ្ញុំនឹងធ្វើវីដេអូបង្ហាញដល់ពុកម៉ែបងប្អូនបាទហើយខ្ញុំមិនអាចឆ្លើយតបបានទាន់ពេលទេពុកម៉ែបងប្អូនបាទសូមអធិស្ឋានផងបាទឥឡូវយើងចុចពាក្យ download image បាទឥឡូវខ្ញុំបាន3ហើយពុកម៉ែបងប្អូនបាទបានរូបភាព3ហើយរូបភាពរបស់ខ្ញុំបាទនេះ1 2 3បាទ4ឥឡូវដល់ពេលដែលយើងបានរូបភាពបែបនេះហើយគឺពុកម៉ែបងប្អូនត្រូវចូលទៅក្នុងកម្មវិធីមួយទៀតបាទពុកម៉ែបងប្អូនបាទឥឡូវចាំខ្ញុំណែនាំប្រាប់បាទគឺរូបភាពនេះយើងពេលដែល download បានយើងត្រូវថត screen សិនពុកម៉ែបងប្អូនបាទដើម្បីយើងយកទៅ edit នៅក្នុងកម្មវិធី AI ងាយស្រួលក្នុងការកាត់ logo ចេញពុកម៉ែបងប្អូនបាទឥឡូវខ្ញុំចូលមកក្នុងកម្មវិធីមួយបងប្អូនចុចចូលក្នុង Google មកបាទហើយពុកម៉ែបងប្អូនវាយពាក្យថា Pinterest AI បាទ Pinterest AI ដែលខ្ញុំគូឲ្យពុកម៉ែបងប្អូនមើលបាទពុកម៉ែបងប្អូនចុចមកចុចចូលបាទនៅកន្លែងនេះពុកម៉ែបងប្អូនខ្ញុំសូមប្រាប់ដល់ពុកម៉ែបងប្អូនដែរបាទកម្មវិធីនេះគឺពុកម៉ែបងប្អូនអាចlog in ចូលជាមួយនឹង account របស់ពុកម៉ែបងប្អូនបាទឥឡូវខ្ញុំនឹងទាញរកមើលកន្លែង account ឲ្យពុកម៉ែបងប្អូនបាទគឺសញ្ញាក្បាលមនុស្សនេះពុកម៉ែបងប្អូនបាទកន្លែងនេះគឺសញ្ញាក្បាលមនុស្ស
ពេលដែលយើងចូលមុនដំបូងវាឲ្យយើង sign in ចូលហើយពុកម៉ែបងប្អូនបាទយើងដាក់នៅក្នុងaccount របស់យើងទៅ account Google ពុកម៉ែបងប្អូនបាទដោយសារអធិស្ឋានផងខ្ញុំបានភ្ជាប់រួចហើយខ្ញុំគ្រាន់តែប្រាប់ទៅបាទឥឡូវខាងក្រោមពុកម៉ែបងប្អូនមើលមកខាងក្រោមបាទពុកម៉ែបងប្អូនបាទឃើញមានផ្ទាំងកលនតូចហើយខ្ញុំនឹងគូសឲ្យពុកម៉ែបងប្អូនមើលបាទពុកម៉ែបងប្អូនកន្លែងខ្ញុំគូសនេះគឺសម្រាប់យើង add រូបភាពចូលបាទកន្លែងនេះគឺសម្រាប់ពិពណ៌នាអំពីរូបភាពឬក៏យើងចង់ឲ្យរូបភាពនោះធ្វើកាយវិការដោយរបៀបណាគឺពុកម៉ែបងប្អូនអាចសរសេរមកបាទឥឡូវនេះខ្ញុំadd រូបភាពចូលហើយខ្ញុំនឹងសរសេរពាក្យថា beautiful girl she is working and smiling well cutely បាទអធិស្ឋានផងបងប្អូនបាទខ្ញុំអត់សូវចេះអង់គ្លេសទេបាទខ្ញុំចេះតែអានចេះតែសរសេរតិចទៅបាទឥឡូវរូបភាពខ្ញុំទាញចូលហើយបាទហើយក៏ខ្ញុំសៀម្ដងទៀតដោយសារមិញវាអត់សេវាបងប្អូនបាទឥឡូវនេះយើងដាក់ចូលមកបាទបងប្អូនបាទឥឡូវខ្ញុំសៀសាថ្មីបាទខ្ញុំសៀសាថ្មីសិនបងប្អូនអាចមើលតាមមួយបើមិនទាន់មើលសារឡើងវិញបងប្អូនបាទហើយពុកម៉ែបងប្អូនអាចធ្វើម្ដងមួយធ្វើតាមខ្ញុំទៅអាចធ្វើកើតបាទបងប្អូនបាទហើយខ្ញុំមិនមានជាអ្នកចេះទេបាទបងប្អូនបាទគ្រាន់តែខ្ញុំបានដឹងមុនបងប្អូនបន្តិចបាទបងប្អូនបាទកន្លែងនេះគឺនៅពេលដែលយើងចំណាយម្ដងគឺអស់20សេនគឺវា free ឲ្យ60បាទ60បាទ free ឲ្យ60បងប្អូនបាទ free ឲ្យ60នេះវាយើង create video ទៅបាន3បងប្អូនបាទរៀងរាល់ថ្ងៃវា free ឲ្យ60បាទ60កាក់បងប្អូនបាទឥឡូវវីដេអូខ្ញុំបានដាក់សាកមើលសិនណាបងប្អូនបាទឃើញទេវានៅសល់40សេនបាទវា free ឲ្យយើង60សេនឥឡូវ download បានហើយបងប្អូនបាទខ្ញុំបានហើយឥឡូវខ្ញុំចុចវីដេអូឲ្យបងប្អូនមើលបន្តិចបាទឃើញទេក្នុងចំណងជើងមិញខ្ញុំសរសេរថា beautiful girl she is walking and smiling well បាទបងប្អូនបាទកន្លែងនេះយើងចុចពាក្យ download នៅពេលដែលយើងចុចពាក្យ download គឺវាត្រូវឲ្យយើងshare ចូលទៅកាន់ Telegram បាទបងប្អូនបាទshare ចូលកាន់ Telegram ដែលបងប្អូនមានមកចុចចូលក្នុង Telegram មកបាទដោយសារកន្លែងនេះវាសេវាខ្ញុំវារៀង slow វាយឺតបន្តិចហើយបងប្អូនសូមរងចាំបន្តិចបាទតោះបន្តទៀតបងប្អូនបាទចុចបន្តទៀតមកបងប្អូនបាទសូមរងចាំបាទSubscribe to my channel.បាទពុកម៉ែបងប្អូនចុច share ចូលក្នុង Telegram ពុកម៉ែបងប្អូនមកបាទដោយសារខ្ញុំសូមបិទកន្លែង Telegram បន្តិចពុកម៉ែបងប្អូនបាទហើយខ្ញុំនឹងធ្វើការ upload សាច់ថ្មីដើម្បីយករូបភាពវីដេអូមួយទៀតបាទពុកម៉ែបងប្អូនបាទយើងធ្វើតាមរបៀបមុនបាទពុកម៉ែបងប្អូនបាទកន្លែងណាដែលពុកម៉ែបងប្អូនមើលថាវាមិនយល់ធ្វើមិនទាន់ពុកម៉ែបងប្អូនធ្វើសាច់ថ្មីបាទការព្យាយាមគង់តែបានសម្រេចទេពុកម៉ែបងប្អូនបាទកុំភ្លេចជួយចុច Subscribe និងចុច Like Channel របស់ខ្ញុំបាទនេះមួយផងបាទពុកម៉ែបងប្អូនបាទបើពុកម៉ែបងប្អូនគិតថាវីដេអូនេះមានសារៈប្រយោជន៍ដល់ពុកម៉ែបងប្អូនបាទមកបាទបានមួយទៀតហើយបាទពុកម៉ែបងប្អូនបាទបានមួយទៀតហើយឥឡូវយើងបាន2ហើយពុកម៉ែបងប្អូនបាទបានវីដេអូ2ហើយនៅសល់តែមួយទៀតទេបាទពុកម៉ែបងប្អូនកម្មវិធីនេះក្នុងមួយថ្ងៃវាព្រីឲ្យ60បាទនេះបាទឥឡូវខ្ញុំ
download បានហើយនេះខ្ញុំសៀចូល Telegram ហើយពុំមែនបងប្អូនបាទយើងទាញចេញពី Telegram គឺយើងចុចសញ្ញាត្រី3ដែលខ្ញុំគូហ៊ុំហើយពុំមែនបងប្អូនចុចពាក្យថា save to gallery ឬក៏ចុចពាក្យថា download បាទពុំមែនបងប្អូនពីនេះពុំមែនបងប្អូនរើសមួយណាក៏បានដែរពុំមែនបងប្អូនបាទបាទឥឡូវយើងចាក់ចេញមកក្រៅវិញមកពុំមែនបងប្អូនចូលទៅក្នុងនេះដើម្បីមើលបាទដើម្បីមើលវីដេអូដែលយើងបានdownload រួចហើយពុំមែនបងប្អូនបាទឥឡូវខ្ញុំចូលក្នុងកម្មវិធី image ឬក៏វីដេអូរបស់យើងបាទពុំមែនបងប្អូនបាទចូលមកឃើញវីដេអូរបស់យើងហើយពុំមែនបងប្អូនបាទនេះវីដេអូក្នុងមួយគឺបានត្រឹមតែ5 second ទេពុំមែនបងប្អូនបាទ5វិនាទីបាទពុំមែនបងប្អូនបាទឃើញថាស្អាតមែនទែនពុំមែនបងប្អូនអាចបង្កើតជាវីដេអូនេះដើម្បីផុសទៅក្នុង YouTube ក៏ដូចជាផុសនៅក្នុង Facebook បានដែរពុំមែនបងប្អូនបាទមើលទៅស្អាតមែនទែនពុំមែនបងប្អូនបាទខ្ញុំពេញចិត្តក្នុងកម្មវិធីមួយនេះបាទយើងមិនអាចយើងមិនពិបាកទៅយកវីដេអូពីគេមកដើម្បីផុសចូលក្នុង YouTube ឬក៏ TikTok Facebook អីទេក្រែងលោវាជាប់ copyright ពុំមែនបងប្អូនបាទបើយើងធ្វើនៅក្នុងកម្មវិធីនេះគឺអត់មានជាប់ copyright ទេបងប្អូនអាចរកលុយបាន 100% ពុំមែនបងប្អូនបាទឥឡូវនេះយើងបានវីដេអូហើយយើងចូលទៅណាទៀតពុំមែនបងប្អូនបាទគឺពុំមែនបងប្អូន edit នៅក្នុងកម្មវិធីបាទនៅក្នុងកម្មវិធីដែលពុំមែនបងប្អូនចង់ edit គឺមានកម្មវិធីដូចជាកម្មវិធីអីគេ CapCut កម្មវិធី YouCut ឬក៏កម្មវិធីផ្សេងដែលពុំមែនបងប្អូនតែងតែ edit វីដេអូបាទពុំមែនបងប្អូនបាទឥឡូវខ្ញុំយកកម្មវិធីមួយចុះពុំមែនបងប្អូនបាទខ្ញុំជ្រើសរើសយកកម្មវិធីមួយចុះបាទគឺខ្ញុំយក CapCut ដើម្បី edit បាទពុំមែនបងប្អូនបាទដើម្បី edit បាទដើម្បី edit វីដេអូយើងឲ្យវាមានលក្ខណៈ HD មើលទៅគួរទាក់ទាញបាទស្អាតមែនទែនពុំមែនបងប្អូនបាទឲ្យវាស្អាតឲ្យពឿស្អាតហើយកែរូបកែរាងតិចតួចមកពុំមែនបងប្អូនបាទធ្វើឲ្យស្អាតមែនទែនបាទពុំមែនបងប្អូនបាទឥឡូវនេះវីដេអូដែលខ្ញុំបាន edit ពុំមែនបងប្អូនបាទចាប់ផ្ដើម edit នៅក្នុង CapCut ទាំងអស់គ្នាពុំមែនបងប្អូនឥឡូវខ្ញុំមិនជាពិបាកណែនាំច្រើនទេក្នុងកម្មវិធី CapCut នេះពុំមែនបងប្អូនអាចនេះកន្លែងដែលខ្ញុំថត screen ហើយខ្ញុំយកមក upload ដើម្បីបង្កើតជារូបភាពគឺដើម្បីកាត់logo របស់នេះចោលបាទពុំមែនបងប្អូនបាទកាត់ logo Pixverse នោះចោលបាទពុំមែនបងប្អូនបាទដើម្បីកាត់ទៅស្រួលវាមិនដាច់រូបភាពវីដេអូរបស់យើងបាទបាននៅពេញទាំងអស់បើសិនតែពុកម៉ែបងប្អូនបានថត screen ទេពុកម៉ែបងប្អូនគ្រាន់តែ download ហើយយកមក upload តែម្ដងគឺដល់ពេលបងប្អូនកាត់ទៅវាដាច់ក្បាលមនុស្សបាទដាច់ក្បាលមនុស្សបាទបើយើងថត screen គឺវានៅកន្លែងពើខ្មៅយើងកាត់ទៅចូលទៅបានហើយរូបភាពរបស់យើងគឺនៅពេញដដែលបាទគឺស្អាតនៅពេញដដែលបាទឃើញទេពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនសូមព្យាយាមធ្វើតិចទៅបាទពុកម៉ែបងប្អូនបាទការធ្វើនេះខ្ញុំក៏មិនជាចេះប្រហែលទេពុកម៉ែបងប្អូនបាទតែយើងចេះតែធ្វើលេងទៅក្លែងលោថ្ងៃណាទៅផុសចូលក្នុង YouTube មានផ្ទុះវីដេអូមួយណាគឺបានលុយបានកាក់មកពុកម៉ែបងប្អូនបាទកុំភ្លេចជួយចុច Subscribe Channel របស់បងប្អូននេះមួយផងបាទ Subscribe to my channel សូមជួយ Subscribe ផងពុកម៉ែបងប្អូនបាទដោយសារវាមានសំឡេងរំខានពីខាងក្រៅដែលខ្ញុំអង្គុយមកក៏វាមានឡានម៉ូតូគូយន្តគេបើកកាត់ទៅវាលឺសំឡេងបាទមានព្រោះស្ដាប់ពុកម៉ែបងប្អូនបាទឥឡូវខ្ញុំយកកម្មវិធី CapCut ដើម្បីកាត់បាទគឺ CapCut Pro ពុកម៉ែបងប្អូនបាទបើសិនតែពុកម៉ែបងប្អូនអាចនេះ CapCut Pro ពុកម៉ែបងប្អូនគ្រាន់តែទិញកម្មវិធីវាមកដើម្បីកាត់កម្មវិធី CapCut Pro ពុកម៉ែបងប្អូនបាទ
bà lộc nhom cắt bàn này phụ mẹ ông ôn bà thấy nhé hay phụ mẹ ông ôn miền sum lên chỉ chấm riêng rồi có chỉ ấy phụ mẹ ông ôn đặt vào chỗ nó không cầm thi kẹp khát màu phụ mẹ ông ôn bà phụ mẹ ông ôn ai mình tên che pra cầm thi kẹp khát ní phụ mẹ ông ôn ai xoay nhô video nó không channel bọc nhom bát ní bà nó khang crom để là nhom ban phô rồi hơi phụ mẹ ông ôn bà để cho phụ mẹ ông ôn cắt bàn này e-sportចូលមកពុកម៉ែបងប្អូនបាទកន្លែងខ្ញុំគូព្រួញពាក្យថា export ខាងលើបាទពុកម៉ែបងប្អូនបាទហើយយើងចាប់ដើមចេញមកពុកម៉ែបងប្អូនបាទជាងចូលទៅមើលកន្លែងរូបភាពរបស់យើងបាទនេះគឺវីដេអូដែលខ្ញុំបាន edit រួចហើយពុកម៉ែបងប្អូនបាទមើលទៅស្អាតមែនទែនបាទមានអ្វីច្រើនតមុខទៀតទេពុកម៉ែបងប្អូនបាទគឺយើង edit មើលនេះមើលនោះបងប្អូនបាទកន្លែងដែលខ្ញុំទាញនេះគឺខ្ញុំទាញបូកបတ်ភ្លេងបတ်អីណាបងប្អូនបាទអាចអូសចុះម្លងឆ្លើងបាទកន្លែងនេះគឺយើងចុចមកដើម្បីកែមុខបាទកែមុខឬក៏កែដើមទ្រូងកែកអីតែងទួចមកបងប្អូនបាទតែបើសិនតែពុកម៉ែបងប្អូនអត់ប្រើកម្មវិធី Pro ទេបងប្អូនបាទអត់អាច e-sport បានទេបងប្អូនបាទអត់អាច save បានទេបងប្អូនបាទពីព្រោះកម្មវិធីនេះយើងត្រូវទិញវាបាទបងប្អូនបាទពុកម៉ែបងប្អូនមើលម្ដងមួយមកពុកម៉ែបងប្អូនបាទខ្ញុំបង្ហាញត្រួសពុកម៉ែបងប្អូនដើម្បីជាផ្លូវពុកម៉ែបងប្អូនរៀនធ្វើតាមមកពុកម៉ែបងប្អូនបាទបាទជាចុងក្រោយខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនដែលរៀនកាត់តនៅក្នុងកម្មវិធីនេះហើយក៏ដូចជាចង់ធ្វើវីដេអូបង្ហោះនៅក្នុង YouTube បានជួបតែនឹងលៀបបាទអរគ្នាបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានចំណេះដឹងពីខ្ញុំបាទទៅពុកម៉ែបងប្អូនយកទៅផុសនៅក្នុង YouTube នឹងទទួលបានថវិកាឆាប់ពុកម៉ែបងប្អូនបាទសូមឲ្យពុកម៉ែបងប្អូនទទួលបានJLP ឆាប់ពុកម៉ែបងប្អូនបាទហើយខ្ញុំអត់មានអ្វីច្រើនទេពុកម៉ែបងប្អូនបាទគឺចុងក្រោយសូមឲ្យពុកម៉ែបងប្អូនជួយចុច Subscribe និងចុច Like វីដេអូរបស់ខ្ញុំបាទម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទធ្វើវីដេអូបង្ហាញដល់ពុកម៉ែបងប្អូនជាបន្តបន្ទាប់ទៀតបាទហើយពុកម៉ែបងប្អូនបើសិនតែពុកម៉ែបងប្អូនមើលកន្លែងណាមិនទាន់ឆ្ងល់កន្លែងណាពុកម៉ែបងប្អូនអាចមិនទាន់ពុកម៉ែបងប្អូនអាច comment បានបាទ